បងប្អូនបាទនេះគឺជាទស្សនវិជ្ជានៃការនៅលើផ្លូវក្នុងសួនរាជណាដល់ពេលតែបានបើកឲ្យមានចរាចរណ៍ឡើងវិញបាទនេះខ្ញុំសូមធ្វើ review ទស្សនវិជ្ជានៅខាងក្នុងនេះបាទបន្តិចជួយពុកម៉ែបងប្អូនបានទស្សនវិជ្ជារកនេះដំណាក់ដើរមើលមកជុំទៅថាក្នុងនេះក្នុងរាជធានីហ្នឹងមានចម្រោះសោះស្អាតប៉ុណ្ណានៅក្នុងពេលព្រឹកនេះបាទព្រឹកថ្ងៃទី22ខែមករាឆ្នាំ2026បាទពេលនេះម៉ោង7:09 នាទីបាទកាត់ធាតុនៅជាល្អព្រះតនកក៏បានបញ្ចេញព្រះសូរិយាមកសរសៃមកយ៉ាងស្រទន់ក្រហមចិនឆ្អៅតែម្ដងពេលព្រឹកនេះគឺព្រះរាជដំណាក់សម្រាប់អង្គព្រះមហាក្សត្រអង្គយើងមកគង់ប្រថាប់នៅពេលដែលព្រះអង្គមានទៅយើងមកបំពេញព្រះរាជកិច្ចនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបនេះផ្លូវគឺចរាចរណ៍បាទដោយរលូនបាទអញ្ចឹងផ្លូវនេះគេឲ្យតែទៅទេអត់ឲ្យមកវិញទេអញ្ចឹងផ្លូវនេះគឺសម្រាប់តែផ្លូវទៅទេទស្សនវិជ្ជានៅក្នុងសួននេះទៅគឺជារូបមេតបបាទរូបសំណាកនៃមេតបកំពូលមេតបខ្មែរហើយដើមបាទហើយនេះគឺបាទសួនស្រស់ស្អាតណាស់បាទសួរកន្លែងថតរូបបាទឥឡូវនេះបាទគឺកន្លែងនេះបាទសិតតែជាកំពូលមេតបបាទកំពូលវរៈបរោះរបស់ខ្មែរយើងដែលលោកបានបូជាសាច់ស្រស់ឈាមស្រស់បាទដើម្បីការពារទឹកដីសវណ្ណភូមិមួយនេះឲ្យនៅបានដល់សេសសល់ដល់បាទកូនចៅជំនាន់ក្រោយនៅសល់ដល់បន្តរស់ថ្ងៃអញ្ចឹងយើងទាំងអស់គ្នាត្រូវតែប្រូផ្ដាច់រួមកម្លាំងសាមគ្គីគ្នាដើម្បីរក្សានៅទឹកដីដែលនៅសេសសល់ប្រមាណនេះឲ្យនៅបានគង់វង្សជាយូរវែងបន្តទៅទៀតសម្រាប់កូនចៅយើងជំនាន់ក្រោយបន្តទៅទៀតស្អាតណាស់ស្អាតណាស់អង្គអាចក្លាហានតែម្ដងបាទមេតបមួយយើងទៅលេងព្រះអង្គជ័យព្រះអង្គទៅថតមុខព្រះអង្គព្រះអង្គចោលបន្តិចទៅបានដល់ព្រះអង្គជ័យព្រះអង្គឈរហើយបាទបងប្អូនយើងបានទៅមកបូជានៅទីសក្ការៈបូជាដល់ល្បីល្បាញដល់ល្បីល្បាញមួយនេះបាទនឹងខ្ញុំទាំងគេបាទបណ្ដាចោលទេបងជ័យព្រះអង្គចំទៅមកគ្រប់មានជាទូកការខ្សែស្វាយក្តីចម្រើនបាទពេលប៉ុនស្រស់ណាស់យើងយកធុកមកឲ្យនេះ អ
វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំបាទបើសិនជាចូលចិត្តបាទសូមជួយចុច like ជួយ share ជួយ subscribe បាទផងបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទសូមជម្រាបលាបាទ